វិធីសាស្ត្រទី1គឺយើងមើលពីតម្រូវការរបស់យើងខ្លួនឯងវិធីសាស្ត្រទី2យើងមើលពីតម្រូវការរបស់អតិថិជនទីផ្សារវិធីសាស្ត្រទី3នេះគឺយើងធ្វើការសិក្សាស្រាវជ្រាវឬក៏ភាសាសាមញ្ញយើងហៅថាការធ្វើ research ហ្នឹងហើយចឹងពេលដែលយើងធ្វើការស្រាវជ្រាវយើងធ្វើ research គឺយើងកុំមើលអីដែលចិត្តកុំមើលអីត្រឹមតែជុំវិញខ្លួនរបស់យើងគឺយើងព្យាយាមមើលទៅលើការផ្លាស់ប្ដូរថ្ងៃអនាគតក៏ដូចជាពិភពលោករបស់យើងថាយើងនេះកំពុងផ្លាស់ប្ដូរហើយកំពុងតែដើរទៅទិសដៅមួយណាអីចឹងណាហ្នឹងហើយដោយសពថ្ងៃនេះខ្ញុំជឿថាបងប្អូនប្រហែលជាមានអារម្មណ៍ថាយើងមានការកែប្រែច្រើនមែនតើការផ្លាស់ប្ដូរលើពិភពលោករបស់យើងគឺខ្លាំងមែនតើតែភាសាអង់គ្លេសគេហៅថា uncertainty ឥឡូវនេះបានន័យថាជានិន្នាការមួយដែលមានភាពប្រកបវិជ្ជាវាតិចមែនតើអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងមើលក្នុងពេលបច្ចុប្បន្នមើលអីគេឧទាហរណ៍ដូច AI ណាធម្មពលបៃតងតាក់ទងជាមួយនឹងការផ្លាស់ប្ដូរពីរបៀបនៃការរៀនរបៀបនៃការផ្លាស់ប្ដូររបៀបនៃការធ្វើការតាក់ទងជាមួយនឹងសុខភាពអូខេ digital អីចឹងទៅអញ្ចឹងគឺវាមានរឿងច្រើនមែនតើដែលកំពុងតែផ្លាស់ប្ដូរប៉ុន្តែស្របជាមួយនឹងការផ្លាស់ប្ដូរវាតែងតែមានឱកាសដូចគ្នាដែរព្រោះការផ្លាស់ប្ដូរទាំងអស់ហ្នឹងបងប្អូនប្រហែលជាមិនត្រូវសួរថាតើទាំងអស់ហ្នឹងនឹងកើតឡើងនៅក្នុងប្រទេសកម្ពុជាដែរអត់សួរអញ្ចឹងទេបងប្អូនត្រូវសួរថាតើទាំងអស់ហ្នឹងនឹងចូលមកកាន់ប្រទេសកម្ពុជារបស់យើងនៅពេលណាហើយអ្នកទាំងអស់នេះបានត្រៀមខ្លួនហើយឬនៅប្រទេសកម្ពុជារបស់យើងឱកាសនៃការរីកចម្រើនគឺនៅមានច្រើនមែនទែនហើយរឿងមួយដែលល្អអំពីប្រទេសកម្ពុជារបស់យើងគឺថាយើងមិនបាច់ដើរតាមគ្រប់ជំហានអូខេដែលប្រទេសផ្សេងគេដើរមុនយើងនោះឡើយមូលហេតុអីដោយសារតែគេដើរទៅមុនយើងគេបានធ្វើរួចអស់ហើយអញ្ចឹងអ្វីមួយដែលងាយស្រួលគឺយើងអាចរៀនពីគេមកវិញក្នុងការយកមកអនុវត្តក្នុងទីផ្សាររបស់យើងរៀនអំពីបច្ចេកវិទ្យារៀនពី business model អូខេយកអាទាំងអស់ហ្នឹងយកមកដាក់ចូលក្នុងប្រទេសកម្ពុជាគឺបានហើយបងថាយើងត្រូវចេះយកវាមកកែច្នៃដើម្បីឲ្យត្រូវជាមួយនឹងទីផ្សារនៅក្នុងប្រទេសកម្ពុជារបស់យើងអូខេកុំ copy គេមកទាំងស្រុងប៉ុន្តែយើងមើលថាអ្វីដែលគេមានហើយអ្វីដែលយើងមិនទាន់មានអូខេយើងចាប់យកអាហ្នឹងមកហើយចាប់ដើមកែច្នៃអូខេទៅភាសាអង់គ្លេសគេហៅថា localize អូខេឲ្យត្រូវជាមួយនឹងបញ្ហាក្នុងស្រុករបស់យើងអាហ្នឹងដែលជាឱកាសដែលបងប្អូនធ្វើការសិក្សាស្រាវជ្រាវហើយចេះចាប់យកវាដើម្បីយកមកដាក់ចូលទៅក្នុង context បរិបទនៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងណាឧទាហរណ៍ដូចជា AI អញ្ចឹងបងប្អូនប្រហែលជាមើលឃើញហើយថា AI នេះគេកំពុងប្រើប្រាស់ច្រើនមែនតើប៉ុន្តែសួរថាតើ context នៅក្នុងប្រទេសកម្ពុជារបស់យើងតើនៅមានចន្លោះប្រហោងបែបណាដែលយើងអាចយកបច្ចេកវិទ្យា AI នេះយកមកដាក់ឲ្យត្រូវជាមួយនឹង context នៅប្រទេសកម្ពុជារបស់យើងឧទាហរណ៍ថាប្រជាជនរបស់យើងនៅមានច្រើនដែលគាត់អត់ទាន់ប្រើភាសាអង់គ្លេសបានតែយើងអាចកែច្នៃពី AI ដែលគេមានស្រាប់នេះដើម្បីឲ្យត្រូវខ្លាយទៅជាដំណោះស្រាយឬក៏ជាឧបករណ៍ឬក៏ជា tool ដែលប្រជាជនខ្មែរយើងអាចប្រើហើយមានភាពងាយស្រួលអញ្ចឹងណាឧទាហរណ៍តាក់ទងជាមួយនឹងការកសិកម្មចុះប្រទេសកម្ពុជារបស់យើងកសិកម្មគឺជាវិស័យមួយយ៉ាងធំត្រូវទេប៉ុន្តែយើងមើលថាតើមានបច្ចេកវិទ្យាអីអូខេដែលយើងអាចយកមកអូខេ adapt ឲ្យត្រូវជាមួយនឹងបរិបទក្នុងប្រទេសកម្ពុជារបស់យើងហើយអាចឲ្យកសិករយកទៅប្រើប្រាស់ហើយអាចទទួលបាននៅផលិតផលអូខេកសិផលរបស់យើងកាន់តែល្អប្រសើរជាងមុនអញ្ចឹងទៅនៅពេលដែលបងប្អូនចេះចាប់យកការផ្លាស់ប្ដូរធំណាមកភ្ជាប់ជាមួយនឹងបញ្ហានៅក្នុងស្រុកយើងបងប្អូននឹងចាប់ដើមមើលឃើញឱកាសដូចគ្នាដែរឧទាហរណ៍មួយទៀតដែលយើងអាចមើលឃើញច្បាស់ទាំងអស់គ្នាឧទាហរណ៍ថា EV ចុះអូខេការប្រើប្រាស់រថយន្ត EV អូខេមានការកើនឡើងមែនតើហើយយើងឃើញអានឹងជាការផ្លាស់ប្ដូរលើពិភពលោកហើយក៏យើងឃើញបរិបទហ្នឹងមកកាន់ប្រទេសកម្ពុជារបស់យើងដែរអញ្ចឹងសួរថានៅពេលដែលការផ្លាស់ប្ដូរនឹងកើតឡើងតើមានតម្រូវការអីអូខេមានឱកាសអីដែលនឹងកើតឡើងព្រមគ្នាទន្ទឹមនឹងគ្នាជាមួយនឹងការប្រើប្រាស់រថយន្ត EV អូខេអញ្ចឹងយើងឃើញជាក់ស្ដែងដែរឧទាហរណ៍ដូចជាយើងចាប់ផ្ដើមឃើញមានភេទអាជីវកម្មដែលពួកគាត់បើកជា station ការជាស្ថានីយ៍ដែល start EV គិតជាលុយឬក៏អីយ៉ាងណាឧទាហរណ៍បញ្ហាផ្សេងមួយទៀតដែលបងប្អូនត្រូវគិតអាចមើលឃើញថានៅពេលដែលមានតម្រូវការការប្រើប្រាស់ EV ច្រើនការជួសជុលប្រកាសជាមានទេត្រូវទេក្នុងពេលបច្ចុប្បន្នដោយសារតឡានថ្មីប្រហែលជាមិនទាន់មានប៉ុន្តែនៅពេលដែលយើងជិះយូរទៅវាតែងតែមានការខូចខាតទេត្រូវទេសួរថាតើកន្លែងណាដែលមានការជួសជុលឡាន EV អូខេវានៅមានកម្រិតនៅឡើយត្រូវអត់អញ្ចឹងនៅសិនជាបងប្អូនមើលឃើញការផ្លាស់ប្ដូរបងប្អូនចេះចាប់យកឱកាសបងប្អូនទៅហ៊ានពីរបៀបនៃការជួសជុលឡាន EV អូខេហើយបើកឲ្យបានមុនគេវាអាហ្នឹងឯងវាសិតតែជាឱកាសចឹងទាំងអស់នោះមកពីណាគឺមកពីយើងសិក្សាស្រាវជ្រាវហើយយើងចេះមើលថាតើមួយណាឱកាសមួយណាដែលល្អសម្រាប់យើងដើម្បីយកមកប្រើប្រាស់នៅក្នុងទីផ្សារក្នុងស្រុករបស់យើងវិធីសាស្ត្រទី4គឺចូលរួមកម្មវិធីដែលគេត្រូវការឲ្យបងប្អូនចូលរួមដើម្បីដោះស្រាយបញ្ហាអញ្ចឹងអាហ្នឹងបងប្អូនមិនបាច់ចាប់ដើមពីចំណុច0ទេបានន័យថា
mình đang tham mình đang kịchពីកំណត់ណាmình đangទៅរកណាអូខេអាចចូលរួមកម្មវិធីហើយនៅទីផ្សារទៅកម្ពុជារបស់យើងកម្មវិធីប្រភេទនេះគឺមានច្រើនមែនតើតែបងប្អូនអាចចូលទៅគេឲ្យបងប្អូនក្នុងការដោះស្រាយបញ្ហាអូខេមានជាចំណោទបញ្ហាអូខេឬក៏តម្រូវការក្នុងទីផ្សារដែលបងប្អូនអាចនឹងបង្កើតដំណោះស្រាយឬក៏គំរូអាជីវកម្មដែលត្រូវជាមួយនឹងបញ្ហាឬក៏តម្រូវការទាំងអស់ហ្នឹងអញ្ចឹងណាហ្នឹងហើយហើយរឿងមួយដែលល្អជាធម្មតានៅពេលដែលកម្មវិធីគេដាក់គេមិនដែលសុខដាក់ទេបានថាគេបានសិក្សាអំពីតម្រូវការពីបញ្ហាដែលគេមើលឃើញរួចទៅហើយអញ្ចឹងបានថាគេបាន validate ទៅលើបញ្ហានិងឱកាសនឹងមកតង់ហើយដែលបងប្អូនអាចនឹងចូលរួមទៅចាប់យកវាទៅអញ្ចឹងទៅហើយរឿងដែលល្អមួយទៀតទៅពេលដែលបងប្អូនចូលរួមកម្មវិធីគឺបងប្អូននឹងអាចទទួលបានការគ្រប់គ្រងធនធានផ្សេងដែលជំនួយនឹងជួយឲ្យអ្នកនរគ្នាអាចចាប់ផ្ដើមអាជីវកម្មកាន់តែលឿនជាងមុនមកតង់ទៅទៀតអីចឹងទៅអូខេអញ្ចឹងអានឹងគឺជាវិធីសាស្ត្រទី4ដែលបងប្អូនអាចធ្វើបានទៅសរុបមកវិញឱកាសវាមិនមែនជាអីដែលយើងចេះតែរកឃើញទេគឺវាចាប់ផ្ដើមពីការដែលយើងចេះសង្កេតចេះមើលឃើញហើយចេះចាប់យកវាដោយនឹងបងប្អូនណាពាក់វ៉ែនតាដែលប្រឡាក់អញ្ចឹងគឺពិបាកមើលមែនតើតោះតែបងប្អូនដោះហើយបងប្អូនរកវ៉ែនតាដែលឆ្លាស់ដែលច្បាស់អូខេដើម្បីមើលបានបងប្អូនមើលឃើញអូខេរូបភាពនេះវាច្បាស់ដូចគ្នាដែរអូខេចឹងដូចក្នុងវីដេអូមួយនេះអញ្ចឹងគឺយើងអាចនឹងចាប់ដើមអូខេពីការដែលយើងមើលពីបញ្ហារបស់ខ្លួនឯងអ្វីដែលយើងជួបហើយនឹងអ្វីដែលគេជួបតើវាដូចគ្នាអត់អូខេមើលពីតម្រូវការក្នុងទីផ្សារមើលពីតម្រូវការរបស់អតិថិជនអូខេហើយក៏យើងអាចធ្វើការសិក្សាស្រាវជ្រាវដើម្បីមើលដែរហើយបើសិនជាមិនដឹងថាទៅរកគំនិតណាសិក្សាស្រាវជ្រាវបែបណាក៏យើងអាចចូលរួមកម្មវិធីផ្សេងៗដើម្បីស្វែងរកគំនិតអស់នោះបានដូចគ្នាដែរហើយបើសិនជាបងប្អូនសួរថាមិនដឹងថាទៅរកអាកម្មវិធីទៅរកអានឹងនៅកន្លែងណាទៀតអូខេនេះខ្ញុំប្រាប់ទៅបងប្អូនអាចចូលទៅក្នុង Startup Cambodia website startupcambodia.gov.kh បងប្អូននឹងឃើញហើយអូខេនៅកន្លែង program and event បងប្អូនឃើញហើយមានកម្មវិធីច្រើនមែនតើដែលបងប្អូនអាចចូលរួមទៅបានអូខេហើយបើសិនជាកម្មវិធីរបស់ពួកយើងផ្ទាល់ក៏យើងមានដែរគឺយើងមានកម្មវិធីជាកម្មវិធី hackathon ណាដែលបងប្អូនអាចចូលរួមជាប្រចាំបានបើសិនជាបងប្អូនចង់ចូលរួមដើម្បីដោះស្រាយបញ្ហាក្នុងទីផ្សារហើយជារៀងរាល់ឆ្នាំគឺយើងបើករហូតអូខេមួយឆ្នាំ2ដងបងប្អូនអាចចូលក្នុង website មួយនេះបានដើម្បីមើលថាពេលណាដែលយើងបើកពាក្យ